បាទសួស្តីបងប្អូនអរគ្នាអញ្ចឹងវីដេអូនេះជាវីដេអូថ្មីទៅលើការអាប់ដេតបន្ថែមទៀតហើយទៅលើកម្មវិធីរបស់យើងឥឡូវយើងអាប់ដេតដល់6.3 Ultra version ហើយតាក់ទងមួយការអាប់ដេតនេះគឺអាប់ដេតច្រើនដែរតាក់ទងមួយចំណុចផ្សេងៗណាដើម្បីសម្រួលលើការប្រើប្រាស់របស់យើងអញ្ចឹងចំណុចទី1ខ្ញុំចង់ឲ្យបងប្អូនកត់ចំណាំថាយើងកុំភ្លេចអាប់ដេតទៅលើ API key របស់យើងណាបើសិនបងប្អូនប្រើប្រាស់នៅក្នុង version ចាស់បងប្អូនប្រើ API key ដដែលអញ្ចឹងគ្រាន់តែ copy នៅក្នុង file device.txt នេះ copy ហើយយកមក replace នៅក្នុងfolder version ថ្មីរបស់យើងជាការស្រេច copy paste replace តែម្ដងឯណាបាទអូខេអញ្ចឹងចូលជំហានបន្តទៀតទៅមួយការ update អញ្ចឹងបច្ចុប្បន្នយើងបាន update យើងបាន fix ទៅលើ error ផ្សេងៗតាក់ទងមួយ full detail header របស់យើងណាសម្រាប់ការ add ម្ដងបានទាំងអស់គ្រប់សន្តានទៅលើ member ហ្នឹងអញ្ចឹងចំណុចទី2តាក់ទងមួយ smart mode for delay option ទៅលើ full detail header ក៏យើងបានទៅបញ្ចូលថ្មីដែរហើយមួយទៀតក៏តាក់ទងមួយការ update ធំដែរកន្លែងនេះគឺខ្ញុំព្យាយាមធ្វើតទៅបានទៅលើចំណុចដែលនៅពេលដែលបងប្អូន add បងប្អូនពេលយកមកទៅចុចវាមិន error វាគាំងវាអីអញ្ចឹងណាឥឡូវលែងអីហើយបងប្អូនចង់ scroll មិនក៏បាន touch មិនក៏បានក៏លែងមានបញ្ហា error អីទាំងអស់និយាយទៅមក ហ្មងហើយដើរលឿនជាងមុនទៀតហើយចំណុចបន្ទាប់ទៀតតាក់ទងមួយការ change flow របស់យើងទៅលើការ update ពេលដែលយើង join group ហើយនឹង add member ណាអញ្ចឹងបងប្អូន join group account បងប្អូននឹងធ្វើការ join group មួយហើយ add member ហើយបាន account ទី2ទៅ join group ទៀតវាអត់ join ម្ដងទាំងអស់ទៀតទេអញ្ចឹងណាយើងបានផ្លាស់ប្ដូរកន្លែងហ្នឹងដែរអូខេអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលទៅសាច់ការតែម្ដងទៅលើការ update អញ្ចឹងជំហានដំបូងបាទបន្ទាប់ពីបងប្អូនបាន version 6.3 Ultra បងប្អូនបាន download file zip ចេះយក file ហ្នឹងយកទៅទុកបាទយក file ហ្នឹងយក download ហើយយកទៅដាក់ជាមួយនឹង version ដែលបងប្អូនកំពុងប្រើ version ចាស់អញ្ចឹងណាបើសិនបងប្អូនកំពុងប្រើប្រាស់ version ចាស់បងប្អូន copy យកទៅដាក់គៀកហ្នឹងទៅតមកបងប្អូន extract មកបាទ extract គៀកអញ្ចឹងមកបានប៉ុណ្ណេះអញ្ចឹងណាអញ្ចឹងបងប្អូនមិន add exclusion folder ទៀតទេបងប្អូនប៉ុណ្្នឹងហើយប្រើបានហ្មងមិន set up អីទៀតទេបាទអញ្ចឹងបន្ទាប់ពីហ្នឹងហើយបងប្អូនអាចចូលមកមើលកន្លែងនេះជាទូទៅបច្ចុប្បន្នយើងអត់មាន account ទេណាបងប្អូនអាចចូល manager មើលមកអូខេដំបូងយកមាន account នេះយើងចុចលេខ3មកនេះ account នេះ0អញ្ចឹងណាបាទអញ្ចឹងអូខេ account file ថ្មីអញ្ចឹងហើយអញ្ចឹងឥឡូវយើងចូលសាច់ការអានេះជា version ចាស់បងប្អូននេះ 6.2 Ultra ឧទាហរណ៍បងប្អូន version ចាស់បងប្អូនគ្រាន់តែចូលមកកន្លែង file device ចុះបងប្អូនអាចចូលមើលណាវា file device របស់យើងនេះអានេះអាចាស់របស់យើងបាទចាស់របស់យើងវាមានកន្ទុយ DB ហើយនឹង03ខាងលើណាអញ្ចឹងបងប្អូនមើលអាថ្មីខ្ញុំ update អានេះជា device default DA ហើយនឹង00អញ្ចឹងខុសអញ្ចឹងវាខុសគ្នាអញ្ចឹងបងប្អូនត្រូវ copy នេះ copy កន្លែងនេះបន្លែរបស់បងប្អូនណា copy មកបាទនេះ version ចាស់ copy យក replace ចឹងមកនេះមួយសិនហើយយកពាក្យខាងលើណាយកខាងលើ replace បាទខាងលើហ្នឹងមកអូខេរួចអញ្ចឹងចប់ហើយបងប្អូនអាចចូលមើលបាននេះអូខេ03ហើយនឹង D តែប៉ុណ្្នឹងឯងអញ្ចឹងជំហានដំបូងត្រូវធ្វើកន្លែងហ្នឹងណាជំហានដំបូងត្រូវធ្វើកន្លែងហ្នឹងចប់ហើយណាបន្ទាប់មកទី1លើការ update fix error បងប្អូនអាចចូលមើល full detail header ចាំមើល full detail header បងប្អូនបើកអញ្ចឹងបើសិនជាបងប្អូនមាន account ណាសម្រាប់ version 6.2 បងប្អូនសាកបើកមើលវា upload កម្មវិធីម្ដងនេះវាអត់ upload ទេវាគ្រាន់ប្រាប់ថាបងប្អូនត្រូវ add account មួយសិនបើមិនអញ្ចឹងទេវាអត់ដើរទេអញ្ចឹងអូខេកន្លែងនេះយើងបាន fix មួយហើយអញ្ចឹងចំណុចទី2តាក់ទងមួយ full option delay និងការ scroll អីផ្សេងនេះអញ្ចឹងយើងចូលដំណាក់កាលក្នុងការ add member ហ្មងទៅអញ្ចឹងខ្ញុំចង់ប្រាប់ technique មួយទៀតតាក់ទងមួយ account ជាទូទៅខ្ញុំមិនប្រាប់ឲ្យបងប្អូនធ្វើការfolder ផ្សេង duplicate folder ឥឡូវយើងមិន duplicate folder ទេដូចបងប្អូនឃើញហ្នឹងអញ្ចឹងក្នុងនេះវាមាន5 account ពី1ដល់5ខ្ញុំរៀបអញ្ចេះវិញអញ្ចឹងបងប្អូនគ្រាន់តែ copy folder session និង file មកយកមក replace អញ្ចឹងទៅបានន័យថាការងារដែលយើងធ្វើគឺយើងធ្វើទៅលើ folder តែមួយទេអញ្ចឹងណាយើងអត់បាច់ copy duplicate folder ទាំងអស់នេះយកមកធ្វើតែដូច style ពីមុនទេយើងធ្វើ style ដូចខ្ញុំចេះអានឹងលឿនអញ្ចឹងបើថាបងប្អូន add member នៅក្នុង account 1ដល់5នេះ copy អញ្ចឹងមកហើយយកមក replace អញ្ចឹងមកខ្ញុំឧទាហរណ៍ណាឧទាហរណ៍ជាក់ស្ដែងបាទយើងយកខាងលើណា replace អញ្ចឹងហើយបងប្អូនបាន5 account ចូលក្នុង folder នេះចុះបងប្អូនចាប់ដើមយកទៅ add member នេះគេថា add member add ចប់ហើយមិនអស់5 account ហ្នឹងអញ្ចឹងចូល5 account ទៀត copy អញ្ចឹងទៀតបាទហើយយកមក replace អញ្ចឹងមកអានេះខ្ញុំប្រាប់បច្ចេកទេសបន្ថែមណាបាទអូខេអញ្ចឹងអូខេអញ្ចឹងបើសិនបងប្អូនអត់បានធ្វើបងប្អូនអាចសាកធ្វើអញ្ចឹងបានអត់ប៉ះពាល់អីទេ account យើងផ្លាស់ប្ដូររហូតហើយកម្មវិធីនៅតែ folder នឹងមួយដដែលទេបាទយើងមិនចាំបាច់ duplicate folder នឹងច្រើនអូខេអញ្ចឹងរួចហើយលើចាត់ទុកថាអញ្ចឹងចោះអានេះ account នេះខ្ញុំប្រើរួចអស់ហើយនៅ account នេះយើង copy អានេះយកមកដាក់នេះមកបាទ
ខ្ញុំ replace ចឹងមកអូខេអញ្ចឹងបងប្អូនអាចចូលមកខាង manager របស់យើងអូខេអញ្ចឹងកន្លែង manager យើងចូលលេខ5ដើម្បី check spam bot សិនបាទចង់ដឹងថា account របស់យើងហ្នឹង account ណាដើរខ្លះ account ណាមិនដើរអញ្ចឹងទៅអញ្ចឹងឃើញថា account យើង good new អញ្ចឹងយើងអាចប្រើប្រាស់បានហើយបាទអញ្ចឹងវីដេអូនេះខ្ញុំអត់ចង់ឲ្យវែងទេខ្ញុំចង់វីដេអូកាត់ព្រោះសង្ឃឹមបងប្អូនអាចយល់បានលឿនហើយយល់ដឹងតាក់ទងvớiការប្រើប្រាស់កាន់តែប្រសើរអូខេអញ្ចឹងនេះខ្ញុំបានធ្វើអញ្ចឹងហើយឥឡូវបើថាបើយើង add ចឹងហើយយើងបន្តដេញមកបន្តទៀតមកអញ្ចឹងយើងមាន account ប្រហែលយើងចែកតាម folder យើងអញ្ចឹងណាអញ្ចឹងការងារយើងស្រាលមែនទែនត្រឹមតែ2 folder ឯទេនៅក្នុង account របស់យើងការយើងមានតែ file 2ហ្នឹងទេអញ្ចឹងនិយាយស្រួលអូខេយើងកត់ចំណាំមើល account ណា folder ណាដែលប្រើហើយយើងកត់វាដាក់នៅក្នុង notepad អីចឹងទៅបាទអូខេប៉ុណ្្នឹងចុះអូខេអញ្ចឹងយើងចូលមកបន្តទៀតអូខេអញ្ចឹងតាក់ទងជាមួយនឹងដំណើរការគឺដដែលទេបងប្អូនអត់ពិបាកទេកម្មវិធីដំណើរការខ្លួនឯងទាំងអស់ហ្នឹងគាត់យើងចុចលេខ1លេខ2ណាតាមតាក់ទងមួយដំណើរការក្នុងការ add member ហ្នឹងទាំងការ scroll នេះជាមួយខ្ញុំតេស្តឲ្យបងប្អូនមើលជាក់ស្ដែងឥឡូវយើងឃើញ account 14 account មាន account មួយទេដែលវាកំពុងតែជាប់ limit តែអត់អីទេយើងបើកតែម្ដងកម្មវិធីវាអូតូដកចេញហើយបើសិន account limit ឥឡូវយើងចូលមកកាន់ subscribe person យើង subscribe member សិនណាអូខេឥឡូវខ្ញុំចូល account Telegram អូខេឥឡូវចាត់ទុកថានេះជា group របស់យើងបាទហើយលេងចូលទៅ subscribe group នេះមួយឧទាហរណ៍បាទខ្ញុំធ្វើរៀងលឿនបន្តិចបងប្អូនខ្ញុំអត់ចង់ឲ្យយូរឥឡូវចុចអក្សរ Y អូខេអញ្ចឹងខ្ញុំកន្លែងនេះយើងមាន option ច្រើនបងប្អូនចង់ subscribe តា account ខ្មែរសុទ្ធ account អីប្រភេទប្រុសស្រីអីស្រីចិត្តទាំងអស់តាមលេខរៀងណាឥឡូវខ្ញុំយកលេខ2បាទអូខេខ្ញុំ subscribe ហើយចូលបងប្អូនឆ្ងល់ទេបងប្អូនអាចសួរបានណាបើអត់តន់ឡើយណាអញ្ចឹងឥឡូវហើយយើងមកអូខេយើងអាចចូលមកមើលបើសិនជាយើងច្បាស់ហើយមិនចូលមកមើលទេបាទព្រោះដដែលនេះយើងចូលមកឃើញតន័យរបស់យើងបាទនេះតន័យយើងបាន scan មកពីក្រុមហ្នឹងកន្លែងនេះកុំ save ពេលចូលមើលហើយកុំ save ខាច់ error file អូខេអញ្ចឹងរួចហើយណាបាទរួចចូល full header detail អញ្ចឹងនៅក្នុងការ demo នេះវីដេអូនេះខ្ញុំបង្ហាញតែ full header detail សម្រាប់ username header បងប្អូនធ្លាប់ប្រើដងដូចតែគ្នាទេណាអានេះគឺខ្ញុំប្រាប់របៀប add មិនខុសគ្នាប៉ុន្មានទេបងប្អូនធ្លាប់ប្រើប្រាស់ដឹងហើយអញ្ចឹងខ្ញុំអត់ចង់ឲ្យយូរឥឡូវអូខេអញ្ចឹងវាចាប់ដើមចាប់ account មួយយកមក check ក្នុងការ add member ឥឡូវយើងដល់វគ្គយើងចូល add ចូល group របស់យើងឥឡូវ group របស់យើងមិន group នេះអញ្ចឹងយើង copy ចឹងមកហើយ control V មក enter មកអញ្ចឹងវានឹង auto ចាប់ group ID ឲ្យមកស្អាតអត់បាច់ហត់ទេបាទហើយឥឡូវនេះយើងចុចលេខ1បាទអូខេអញ្ចឹងអត់មាន join group ទេណារាល់ដងវាចាប់ដើមរត់ join group ទាំងអស់ចូលមកកាន់group របស់យើងឥឡូវយើងអត់ទេឥឡូវយើងមាន13 account តែខ្ញុំអត់ដាក់ដល់13ទេខ្ញុំដាក់ត្រឹមតែ6ទេជាឲ្យលឿនបន្តិចណារាល់ដងបើសិនបងប្អូនមាន13ដាក់13ណាឲ្យអស់ទៅហើយខ្ញុំដាក់6ទេខ្ញុំតេស្តបងប្អូនលឿនបន្តិចអូខេអញ្ចឹង member ឥឡូវខ្ញុំដាក់ត្រឹម10 member បាទតែបងប្អូននេះបងប្អូនមើលកន្លែងនេះតិចខ្ញុំបញ្ញាក់កន្លែងតិចកន្លែង config នេះ file config នេះបងប្អូនបើសិនបងប្អូនដាក់កន្លែងនេះ on មានន័យថាបងប្អូនពេល add ហើយ file នឹងទាំងអស់បងប្អូនគួយបិទមួយបើសិនបងប្អូន off វាអក្សរ off ចេះហើយយកពាក្យថា sell បានន័យថាបងប្អូន add member អស់កម្មវិធីបិទ auto ខ្លួនឯងអញ្ចឹងណាឥឡូវយើងដាក់ on នេះសិនបាទអូខេតាមនឹងសិនបាទឥឡូវចាំមើលជាក់ស្ដែងសិនឥឡូវយើងដាក់10ចឹងហើយ enter មកអានេះយើង add 10 member ណា10 member ក្នុងមួយ account បាទអញ្ចឹងកន្លែងនេះយើង add option លេខ1លេខ2លេខ3លេខ4អញ្ចឹងបងប្អូនចង់កែខ្លួនឯងចុចលេខ4មកហើយយើងវាយចំនួនមកយើងមើលនេះតិចក្នុងចន្លោះមួយណា10ឬក៏30 50 60ស្រីចិត្តបងប្អូនអញ្ចឹងណាដាក់ trade format វាអញ្ចឹងជាទូទៅយើងយកលេខ1មកអត់អីទេមិនបារម្ភទេលេខ1លឿនមែនប៉ុន្តែលក្ខណៈវាមិននេះទេព្រោះខ្ញុំដាក់នេះគឺមកសំរុំអញ្ចឹងណាយើងដាក់លេខ1ក៏បានលេខ2ក៏បាន recommend លេខ2តែទូទៅបងប្អូនចង់រៀងលឿនបញ្ញាប់ដាក់លេខ1ទៅអត់អីទេអត់បញ្ហាទេណា1 2ហ្នឹងប្រើមួយណាក៏បានដែរបើលេខ2ល្អបាទអញ្ចឹងមួយទៀតតកតមួយ delay option ឡើយនេះបងប្អូនដាក់10មកបាទនេះ delay សម្រាប់ការបើក account មួយណាបាទដាក់10ហើយកន្លែងនេះចុចលេខ1ណាលេខ1អូខេអញ្ចឹងនេះវាបើកណាឥឡូវយើងចាំមើលមកផ្ទាំង2ផ្ទាំងសិននេះចូលហើយបងប្អូនឃើញលឿនណាអានេះ join group មួយណាអូខេឥឡូវយើងចាំមើលនេះសិនអូខេនេះឥឡូវបើកផ្ទាំងទី2ហើយបាទផ្ទាំងទី2ឥឡូវយើងឧទាហរណ៍ថាយើងប៉ះម៉ៅម្ដងយើងប៉ះម៉ៅវាគាំងឥឡូវយើងប៉ះម៉ៅអញ្ចឹងប៉ះអញ្ចឹងចាំមើលឲ្យវាដើរផ្ទាំងទី3ប៉ះម៉ៅទៀតឃើញទេឃើញហ៎អត់មាន error អីណាហើយដើរលឿនមកហ្មង
ឥឡូវនៅ account ទី4ទៀតហើយខ្ញុំចាំប្រាប់របៀបមើល account ឥឡូវយើងអូសចុះអូសឡើងអញ្ចឹងនេះអូសមិនក៏បានដែរតែបិទចោលហ្នឹងទៀតបើកមកវិញយើងចុចអីក៏បាន refresh ចុចចេះទូត្រាស់តែបងប្អូនចុចខ្វែងនេះបានតែលុតណាអូខេឥឡូវយើងរៀនមើល my account នេះរៀនមើលបងប្អូននេះដឹង you are using 6 account ហើយផ្ទាំងមួយនេះគឺជា account ទី4អញ្ចឹងណាបងប្អូនរៀនមើលកន្លែងនេះអាហ្នឹងចំណុចហ្នឹងពិសេសណាបាទស្រួលយើងតាមដានអានេះ account ទី6បាទអញ្ចឹងបងប្អូនយក delay option បងប្អូនយក delay option ទី1ហ៎អញ្ចឹងទី1សមរម្យឃើញអត់បើយើងយកទី2យើងវែងយើងយូរពេកប៉ុន្តែវា safe ល្អវា recommend ដែរគាត់ថាអានេះខ្ញុំតេស្តបងប្អូនតែយើងលឿនទៅអញ្ចឹងឃើញអាការងារនេះវា run អានេះចប់វានឹង auto run អានេះបដាបដាវាចាប់ដើមចូល run នេះបដាបដាអញ្ចឹងឥឡូវយើងមកមើលការងាររបស់យើងនេះវាចាប់ដើម add ណាពីថ្ងៃទី16ទៅនេះជាមួយ join account ហើយចាប់ដើមយក account នឹង add ហើយបានយក account ផ្សេងមក join ហើយរបស់នោះវាតគ្នារហូតអញ្ចឹងបងប្អូនយក delay option នឹងលេខ2អាហ្នឹងវាយឺចឹងទៅវា add អាទី1បានច្រើនអាទី2អាហ្នឹងយើងកែចុះឡើងស្រីចិត្តយើងអាហ្នឹងនេះបងប្អូនមើលបានទេនេះ account យើង add មកអូខេមកហើយនេះឃើញទេ hidden ជា account អត់ username អូខេអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអញ្ចឹងឥឡូវយើងមកមើលជាក់ស្ដែងសិននេះអញ្ចឹងauto join គឺយើងបង្ហាញហើយ auto scroll ដែលអត់មានបញ្ហាអីក៏បានដែរអញ្ចឹងរួចអស់ហើយបាទការងារ add member តែប៉ុណ្្នឹងឯងអញ្ចឹងមានចង្អល់អីបងប្អូនអាចសួរបន្តបានណាហើយយើងនឹងព្យាយាមអាប់ដេតបន្តមកទៀតបាទនេះអូខេបាទអែមបាទអរគុណច្រើនមានចង្អល់អាចសួរបន្ថែមបាន